ហើយសប្ថ្ងៃគឺខ្ញុំរស់នៅក្បែរមាត់សមុទ្រមុខរបរនេសាទហ្នឹងគឺតកតងនឹងតំបន់ហ្នឹងគឺសំខាន់ណាស់ព្រោះវាផ្ដល់ចំណូលឲ្យយើងប្រចាំថ្ងៃតកតងការប្រែប្រួលអាកាសធាតុនេះគឺប៉ះពាល់ច្រើនខ្លាំងត្រង់អីថាមេឃវាអត់ទៀងជួនកាលមួយថ្ងៃចេញទៅប៉ះខ្លះរកក្តាមឡើងអត់មានហងហ្នឹងហើយពេលខ្លះយើងទៅសមុទ្រចឹងអាចមានភ្លៀងអីទៅចឹងកូនផ្ទះទៀតភ័យខ្លាំងលោកគ្រូព្រោះអីយើងអត់មានមុខបយជំរឿសឲ្យផ្សេងហ៎ប្រែទាំងទឹកជាធម្មតាទឹកឡើងខ្លាំងហើយផ្ទះដែលយើងចាប់ទឹកក្លប់ពីដើមមកយើងធ្វើនៅលើទឹកហ៎អត់ដែលទឹកដល់ផ្ទះទេឥឡូវទៅលិចនឹងអាចទឹកលិចពេលទឹកជួហ៎កម្រងថតរូបតកតងនឹងការប្រែប្រួលអាកាសធាតុចាថតតែរូបភាពឲ្យបង្ហាញពីសកម្មភាពដែលយើងរស់នៅប្រចាំថ្ងៃខ្ញុំចាប់អារម្មណ៍ខ្ញុំចូលចិត្តគឺខ្ញុំថតដើមឈើមួយដើមពេលអាកាសធាតុប្រែប្រួលខ្លាំងទឹកសមុទ្រឡើងខ្លាំងធ្វើឲ្យបាក់ច្រាំងមានន័យថាដីវាសោះទៅអស់ធ្វើឲ្យដើមឈើហ្នឹងគឺវាអត់មានអីទំនោរទ្រខ្លួនវាទៅឲ្យលើងបាក់ដើមមានថារើសនៅលើហ្មងគឺយើងនាំគ្នាបំផុសប្រជាពលរដ្ឋឲ្យមានការដាំដើមឈើឡើងវិញដូចជាដាំដើមកង្កាងបើអត់ព្រៃកង្កាងគឺគាត់ដាច់ម្ហូបដាច់ស្បៀងដាច់ចំណូលហើយអញ្ចឹងគាត់នាំគ្នាជួយគ្នាការពារឲ្យបង្កើតជាសហគមន៍តកតងអារម្មណ៍ដែលខ្ញុំចូលដំបូងគឺខ្ញុំមានអារម្មណ៍ថារៀងភ័យហើយមិនដឹងថាថតពីណាទៅណាអត់ដឹងទេខ្ញុំហ៊ានថតខ្ញុំហ៊ានបង្ហាញពេលប្រជុំជាមួយក្រុមប្រឹក្សាឃុំអីចឹងណាខ្ញុំបានលើកឡើងពីនៅតំបន់ខ្ញុំរងផលប៉ះពាល់អីខ្លះអញ្ចឹងខ្ញុំមានភាពក្លាហានជាងមុនតកតងសារដែលខ្ញុំសំណូមពរឲ្យស្ត្រីនៅក្នុងភូមិដទៃទៀតដែលគាត់អត់មានភាពក្លាហានយើងថតទៅដើម្បីថាបង្ហាញពីស្ថានភាពជាក់ស្ដែងដែលយើងជួបប្រទះបើកាលណាយើងអត់មានភាពក្លាហានឬក៏ការបញ្ចេញទេគឺរឿងនោះគឺអត់មានដឹងដល់ខាងថ្នាក់លើឬក៏ថ្នាក់ជាតិដែលគាត់មកជួយយើងបានទេ